តោះសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាឥឡូវវីដេអូរបស់លោកគ្រូថ្ងៃនេះលោកគ្រូនឹងបរៀនពីមូលដ្ឋានគ្រឹះគណិតវិទ្យាដល់បងប្អូនដែលខ្សោយគ្រឹះហ្នឹងហើយអញ្ចឹងចំពោះបងប្អូនដែលដឹងតែខ្លួនឯងខ្សោយគ្រឹះអូនអាចមើលវីដេអូរបស់លោកគ្រូបានលោកគ្រូនឹងធ្វើធីបខ្លីៗអត់ឲ្យវែងអត់ឲ្យបងប្អូនធុញទ្រាំក្នុងការរៀនគណិតវិទ្យាទេតោះអញ្ចឹងឥឡូវយើងមើលឃើញថានៅក្នុងលំហាត់រៀននេះមានប្រមាណវិធីគុណបូកគុណដកគុណតែពិតបើមានចែកមួយទៀតក៏បានដែរអញ្ចឹងណាតែឥឡូវគ្រូដាក់3ប្រមាណវិធីចូលសិនអញ្ចឹងយើងដឹងហើយដើម្បីគណនាប្រមាណវិធីចម្រុះបែបនេះគឺយើងត្រូវគណនាប្រមាណវិធីគុណឬចែកមុនតែយើងគណនាពីណាពីឆ្វេងទៅស្ដាំណាឃើញគេគណនាពីឆ្វេងទៅស្ដាំមុនអញ្ចឹងដោយសារលំហាត់នេះអូនមើលនេះគេហៅថាប្រមាណវិធីគុណនេះប្រមាណវិធីគុណអានេះប្រមាណវិធីគុណអញ្ចឹងគឺគេធ្វើប្រមាណវិធីគុណដុំសិនបានយើងបុកដកតាមក្រោយតោះឥឡូវលោកគ្រូបញ្យល់បន្តិចកន្លែងនេះគឺប្រមាណវិធីគុណកន្លែងនេះគឺប្រមាណវិធីគុណកន្លែងនេះគឺប្រមាណវិធីគុណមកអញ្ចឹងអូនយក40គុណនឹង5ស្មើ200សញ្ញាបូកអូនទុកដដែល50គុណនឹង6ណា50គុណ6គឺស្មើនឹង300ដក7គុណនឹង60 420បាទដល់ពេលនៅសល់ប៉ុណ្ណឹងកូនសិស្សបូកដកវាធម្មតាណាបូកដកវាធម្មតាអញ្ចឹងអូនមើលនេះ200បូក300គឺ500ដក420អញ្ចឹងគឺសល់80អញ្ចឹងនេះចម្លើយវាគឺសល់80តោះឥឡូវយើងមើលលំហាត់ខមួយទៀតអញ្ចឹងលំហាត់ខយើងធ្វើដូចគ្នាក៏ប៉ុន្តែបើសិនតែមានវងកញ្ចក់យើងប្រើវងកញ្ចក់ណាបញ្ចេញតាមដំណាក់កាលដែលលោកគ្រូដាក់លំហាត់ឲ្យងាយសិនមកអូនមើលលំហាត់នេះអញ្ចឹងអូនមើលឃើញនេះអានេះមានប្រមាណវិធីគុណអញ្ចឹងគេធ្វើនៅខាងក្នុងវងកញ្ចក់នឹងសិនណាធ្វើនៅខាងក្នុងវងកញ្ចក់សិនអញ្ចឹងយើង57បូក43ទុកសិនតាមពិតបូកបានអាពីរហ្នឹងបូកបានណាឥឡូវចាំតិចទៀតចាំលោកគ្រូបូកលោកគ្រូដាក់ថា57បូក43 75ដង35បាទគុណនឹង20នេះអូនឃើញនេះប្រមាណវិធីគុណអញ្ចឹងអូនអាចគុណវាបានអញ្ចឹងអានេះវាស្មើនឹង360អូខេអញ្ចឹងយើងទូទាត់នៅក្នុងវងកញ្ចក់អូនយក57បូក43ដក35ចេញទៅឬក៏អូនយក43ដក35 43ដក35វាសល់8បូកនឹង57អញ្ចឹងអានេះវាស្មើនឹង65គុណនឹង20បូក360បាទដល់ពេល65គុណនឹង20នេះវាស្មើនឹង1300បូក360អញ្ចឹងវាស្មើនឹង1660បាទអញ្ចឹងនៅក្នុងវីដេអូរបស់លោកគ្រូមានប៉ុណ្ណឹងខ្លីៗបែបហ្នឹងអញ្ចឹងកុំភ្លេចជួយ share និង follow page លោកគ្រូនិង channel YouTube របស់លោកគ្រូផងលោកគ្រូនឹងធ្វើវីដេអូខ្លីៗទាក់ទងមូលដ្ឋានគ្រឹះហើយនឹងលោកគ្រូឆ្លៀតតានេះលោកគ្រូនឹងធ្វើវីដេអូថ្នាក់ទី12អីបន្ថែមឲ្យបងប្អូន